ខែក្តៅចឹងអារម្មណ៍អត់ចង់នៅទេគេទៅនឹករកកន្លែងដើរលេងដែលមានទេសភាពស្អាតមានភ្នំមានទឹកសមុទ្រមានទឹកជ្រោះឬក៏មានដើមឈើអីត្រជាក់សម្រាប់អង្គុយនិយាយគ្នាលេងតែមកកន្លែងនេះបើបានចង់រឹងកេងវិញដឹងជាល្អយ៉ាងណាព្រោះថាមានដើមឈើច្រើនទឹកសមុទ្រក៏មានខ្យល់បក់លហើយទៀតតែកន្លែងនេះគឺត្រូវម៉ាច់ហ្មងសម្រាប់អ្នកដែលទៅនៃពីការងារចង់ដើរលេងកំសាន្តសប្បាយបែបឈៀលងាយហើយដូចខ្ញុំឥឡូវនេះអញ្ចឹងគឺបានទៅនៃពីការងារហើយអត់ចាំយូរក៏បានឆាតហៅបងប្រុសដែលធ្លាប់ដើរលេងជាមួយគ្នាសួរថាបងទៅនៃអត់យើងចេញដើរលេងអីបងក៏បានថាអូខេទៅក៏ទៅដែរអញ្ចឹងគ្រាន់ថាយើងអត់បានរៀបកម្រងទុកមុនទេនឹកឃើញទៅហ្មងការធ្វើដំណើរថ្ងៃនេះគឺខ្ញុំចេញទៅរៀងលឿនបន្តិចល្មមមកខ្ញុំបានថតវីដេអូស្មាននេះគឺម៉ោង5ជាងអញ្ចឹងខ្ញុំថតវីដេអូមកដល់ផ្លូវបំបែកទៅកែបថ្មីបាត់ហើយដំណើរកំសាន្តដើរលេងខ្ញុំម្ដងគឺពេលណាក៏ខ្ញុំទៅរៀងលឿនដែរអញ្ចឹងសុខចិត្តងើពីព្រឹកបន្តិចទៅយើងបានជិះតាមផ្លូវតិចស្រួលកុំឲ្យដល់ពេលថ្ងៃក្តៅយើងបាក់ជិះម៉ូតូហើយនៅក្នុងវីដេអូនេះដែរមើលទៅរៀងញ៉ៃតិចឯងព្រោះដោយសារតែយើងអត់ទាន់មានជើងកាមេរ៉ាថតឲ្យវានឹងអញ្ចឹងអធិស្ឋានបងប្អូនអ្នកមើលផងហើយបើនិយាយពីផ្លូវធ្វើដំណើរទៅកែបថ្មីនេះអ្នកទាំងអស់គ្នាបានឃើញនិយាយពីទេសភាពគឺស្អាតគ្រប់កន្លែងមកមិនថាខែប្រាំងមិនថាខែវស្សាគឺតែតែមានទេសភាពស្អាតជាប់រហូតមកជាក់ស្ដែងខ្ញុំមកកពតមកកែបច្រើនដងក៏ប៉ុន្តែខ្ញុំមិនដែលជិះតាមផ្លូវនេះក៏ប៉ុន្តែនៅពេលដែលបានជិះតាមផ្លូវនេះហើយគឺមានអារម្មណ៍ថាប្លែកស្អាតម្យ៉ាងព្រោះដោយសារតែបងទាំងអស់គ្នាដឹងហើយយើងជិះកាត់តាមហ្នឹងគឺមានបងក៏ធ្វើស្រែអំបិលគឺមានទេសភាពស្អាតមែនតើអ្នកទាំងអស់គ្នាអាចឈប់ថតរូបលេងក៏បានដែរក៏ប៉ុន្តែដោយសារតែខ្ញុំបញ្ញាប់ទៅមុខទៀតខ្ញុំក៏អត់បានឈប់ថតដែរហើយបន្ទាប់ពីយើងធ្វើដំណើរអស់រយៈពេលមកសន្ទុះធំហើយយើងក៏បានឃើញថ្ងៃរះពីខាងក្រោយខ្នងពិតជាស្អាតខ្លាំងណាស់គ្នាហើយជិះទៅមុខបានបន្តិចទៀតយើងក៏ដល់ផ្លូវបត់ឆ្វេងយើងជិះតាមផ្លូវឆ្នេរកោលព្រោះដោយសារតែពេលយើងជិះតាមផ្លូវឆ្នេរកោលក៏បានមើលឃើញទេសភាពឆ្នេរកោលពីព្រឹកព្រលឹមគ្រាន់តែថាយើងអត់បានមើលថ្ងៃលិចព្រោះពេលពួកខ្ញុំទៅហ្នឹងខ្ញុំគោលម្ដងគឺចង់មើលថ្ងៃលិចក៏ប៉ុន្តែដោយសារតែយើងចេញពីបំពេញទៅពេលព្រឹកអញ្ចឹងយើងអត់បានមើលថ្ងៃលិចទេបានតែមើលពេលព្រឹកណាពេលព្រឹកថ្ងៃរះមកពីខាងក្រោយខ្នងទៀតហើយមិនថាពេលព្រឹកមិនថាពេលល្ងាចទេគឺនៅឆ្នេរអង្កោលនេះគឺមានទេសភាពស្អាតត្រជាក់ភ្នែកមែនតើខ្យល់បក់មកលហៀកគឺធ្វើឲ្យអារម្មណ៍អ្នកចូលចិត្តជិះម៉ូតូដូចខ្ញុំមានអារម្មណ៍ថា fresh ខ្លាំងមែនតើនៅក្នុងខ្លួនណាបន្ទាប់ពីបានជិះកាត់ឆ្នេរអង្កោលហើយពួកយើងក៏អត់បានឈប់លេងឬក៏ឈប់ញ៉ាំអីនៅកន្លែងឆ្នេរអង្កោលទេព្រោះវាព្រឹកព្រលឹមពេកអត់ទាន់បានឲ្យចូលញ៉ាំអីដែរព្រោះថាឥឡូវកាពះក៏អត់ទាន់ឃ្លានដែរក៏យើងធ្វើដំណើរទៅមុខទៀតទៅរកកន្លែងអង្គុយលេងនៅកន្លែងទេសភាពដែលខ្ញុំថតនៅក្បាលវីដេអូសិនអង្គុយលេងនឹងផ្លែតហើយចាំយើងចេញទៅរកញ៉ាំអីចឹងណាហើយបើនិយាយពីគម្រោងដើរលេងនេះខ្ញុំពីអ្នកបងប្រុសដែលជិះពីក្រោយខ្ញុំហ្នឹងគឺថាត្រូវដៃត្រូវជើងគ្នាខ្លាំងណាព្រោះដោយសារតែយើងឲ្យតែសំលុយតិចតួចអត់បានទេនៅផ្ទះអត់សុខទេគឺថាចេះតែចង់ចេញដើរហើយត្រូវដៃត្រូវជើងគ្នារឿងអីព្រោះដោយសារតែគ្នាតិចក៏ទៅគ្នាច្រើនក៏ទៅមានលុយតិចក៏ទៅលុយច្រើនក៏ទៅដែរឲ្យតែថាយើងចង់ទៅមានហើយជិះម៉ូតូមកស្ទូទៀតបងប្អូនក៏បត់ឆ្វេងទៅចូលទៅឃើញគាត់ដាក់ផ្លាកសហគមន៍នេសាទកែបពេលខ្ញុំចូលទៅដំបងមានអារម្មណ៍ថាត្រជាក់ស្រួលបងប្អូនព្រោះដោយសារតែនៅហ្នឹងគឺមានដើមកោងកាងហើយឥឡូវនេះបងម្ចាស់កន្លែងហ្នឹងគាត់បានធ្វើកន្លែងដើរធ្វើកញ្ចុះថ្មីគ្រាន់តែពេលខ្ញុំទៅហ្នឹងគឺខ្ញុំអត់បានជួបបងម្ចាស់កញ្ចុះទេព្រោះដោយសារថាវាព្រឹកពេកហើយខ្ញុំឃើញបន្ទប់គាត់ចាក់សោអញ្ចឹងខ្ញុំក៏បានដើរលេងមកជុំទៅមកចេញមកវិញគេបានជួបគាត់អញ្ចឹងណាហើយខ្ញុំគិតថាកន្លែងនេះគឺខ្ញុំអាចនឹងមកលេងលើកទី1ព្រោះដោយសារតែគាត់ទៅធ្វើខ្ញុំឃើញមានអាស័យនៅថ្មីនៅឡើយគាត់អត់ទាន់រៀបចំរួចរាល់ 100% គាត់ថាគាត់អាចឲ្យយើងអង្គុយលេងបានអញ្ចឹងណាប៉ុន្តែឥឡូវហ្នឹងបើសិនជាមកដល់ពេលឥឡូវហ្នឹងប្រហែលជារួចអីព្រោះនិយាយមែនបងប្អូនខ្ញុំមកអង្គរសានេះគឺខ្ញុំអត់បានមើលថ្ងៃលិចទេក៏ប៉ុន្តែគឺខ្ញុំបានមើលថ្ងៃរះដែលរះមករៀងខ្ពស់បន្តិចក៏ប៉ុន្តែអត់អីទេព្រោះដោយសារបាំងចុងឈើដែរអញ្ចឹងវាមើលទៅឃើញស្អាតហ្មងហើយកន្លែងនេះដែរគឺខ្ញុំបានអង្គុយលេងមកស្ទុះព្រោះស្ដាយដោយសារឃើញទេសភាពស្អាតក៏ដាក់កាមេរ៉ាចោលអង្គុយ relax លេងផ្លែទៅក៏យើងសម្រេចចិត្តថានឹងរៀបចំទៅវិញទៅព្រោះយើងមកយូរដែរអញ្ចឹងយើងក៏រៀបចំអីវ៉ាន់
ទៅវិញទៅជិះម៉ូតូមកផ្លែតទៅញ៉ាំអីរួចចាំយើងធ្វើដំណើរតទៅមុខទៀតពេលដែលខ្ញុំធ្វើដំណើរទៅវិញខ្ញុំស្ដាយណាព្រោះដោយសារអត់ទាន់បានជួបបងម្ចាស់កន្លែងហើយណាមួយបើសិនជាខ្ញុំនៅយូរតិចទៀតទៅក៏ខ្ញុំឃ្លានបាយដែរអញ្ចឹងខ្ញុំទៅរកអីញ៉ាំសិនក៏ប៉ុន្តែបងប្អូនមើលទេសភាពទៅគាត់ធ្វើអត់ទាន់រួចទេនៅអាស័យនឹងស្រស់ក៏ប៉ុន្តែទេសភាពគឺពិតជាស្អាតមែនតើតែអត់អីទេសង្ឃឹមថាមានឱកាសក្រោយនឹងបានទៅកន្លែងគាត់ធ្វើរួចហើយយើងបានញ៉ាំអីអង្គុយនិយាយគ្នាលេងនៅកន្លែងហ្នឹងហើយអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលមើលវីដេអូនេះ